បងប្អូនគ្នាប្រទេសថៃកំពុងតែជួបបញ្ហាដ៏ធ្ងន់ធ្ងរទៀតហើយបងប្អូនពាក់ព័ន្ធទៅនឹងការពីយប់មិញនេះបាទគឺមានការឆេះនៅក្លឹបមួយកន្លែងដែលផ្ដាច់មនុស្សប្រមាណជាង27នាក់ហើយរបួសជិត100នាក់នេះគ្រាន់តែជាព័ត៌មានបឋមទេសម្រាប់ព័ត៌មានដែលច្បាស់ការនោះបាទមិនដឹងថាត្រូវស្លាប់ប្រមាណអ្នកទេនេះគឺជាគ្រោះមហន្តរាយមួយទៀតហើយគ្រោះមហន្តរាយនេះបើយើងនិយាយឲ្យងាយស្រួលស្ដាប់ទៅគឺថៃកំពុងតែត្រូវបណ្ដាសាបាទដោយសារតែការចង់ឈ្លានពានមកលើទឹកដីកម្ពុជាបាទដូចជាការវិវេថ្មីកន្លងទៅនេះបាបកម្មពាក់ព័ន្ធទៅនឹងការទាហានថៃគប់គ្រាប់បែកមកលើទាហានកម្ពុជារបស់យើងដែលធ្វើទាហានកម្ពុជារបស់យើងរបួសជាច្រើនអ្នកហើយរបួសធ្ងន់នោះគឺគួរសមទៅទៀតហើយស្របពេលដែលថ្មីនេះថៃកំពុងតែធ្វើការរាយបលាលួសព័ទ្ធយកដីខ្មែរទាំងបាទដាច់អហង្ការដោយមិនមានការជួនដំណឹងមកកាន់ភាគីកម្ពុជាអញ្ចឹងក្រោយពីមានរឿងរ៉ាវនេះបាទថៃវាចាប់ផ្ដើមអនុវត្តយើងឃើញថាប្រទេសថៃជួបគ្រោះមហន្តរាយនេះគឺផ្ទួនតែម្ដងបាទពាក់ព័ន្ធទៅនឹងគ្រោះមហន្តរាយនៅខាងលើនេះបាទគឺផ្ដាច់មនុស្សរហូតទៅដល់27នាក់ហើយខណ្ឌអ្នករងរបួសបាទរហូតដល់ទៅ63នាក់នេះគ្រាន់ជាព័ត៌មានបឋមទេក៏ប៉ុន្តែបាទអ្នករបួសធ្ងន់របួសស្រាលទៅទៀតយើងមិនដឹងថាតើបាទអ្នកដែលចូលទៅលេងក្លឹបបាទនៅប្រទេសថៃមួយហ្នឹងនឹងទៅជាយ៉ាងណាទេរឿងហេតុខាងលើនេះបានកើតឡើងនៅម៉ោងបាទ12:02 នាទីរំលងអត្រាឈានចូលថ្ងៃទី13ថ្ងៃច័ន្ទខែកក្កដាឆ្នាំ2026យើងនេះសូមបញ្ជាក់ថាក្រមពន្ធនាគារភ័យបានដឹងថាមានមនុស្សយ៉ាងច្រើនកកកុញនៅក្នុងហាងនោះបាទពេលភ្លើងចាប់ផ្ដើមឆាប់ឆេះខណ្ឌអ្នកដែលស្លាប់ភាគច្រើនគឺបណ្ដាលមកពីការថប់ដង្ហើមបាទជាពិសេសអ្នកខ្លះគាត់ពុលជាមួយនឹងផ្សែងទៅបើថាស្ថានភាពអាចគ្រប់គ្រងបាននៅក្នុងរយៈពេលកន្លះម៉ោងក៏ដោយប៉ុន្តែអ្វីគឺវាហួសពេលទៅហើយដោយសារតែអគ្គិភ័យបាទមានការរីករាលដាលលឿនខ្លាំងពេកតួលេខបាទមនុស្សស្លាប់អាចនឹងកើនឡើងជាបន្តបន្ទាប់ក៏ព្រោះតែមានមនុស្សជាច្រើនបាននឹងកំពុងតែបាត់ខ្លួនហើយនៅក្នុងចំណោមអ្នករងរបួសរហូតដល់ទៅ63នាក់បាទអ្នកខ្លះរបួសធ្ងន់បាទអ្នកខ្លះរបួសស្រាលហើយបើយើងនិយាយអ្នករបួសធ្ងន់ហ្នឹងគឺបាទជាង20នាក់ទៅទៀតចំពោះមូលហេតុជាបឋមក្រមមន្ត្រីធ្វើការសន្និដ្ឋានថាអគ្គិភ័យនេះគឺបណ្ដាលមកពីបាទការផ្ទុះសេព្រោះគេឃើញមានភ្លើងឆេះចេញពីប្រអប់បាទ discounter កន្លែងឆាកតន្ត្រីឬក៏ផ្ដាច់ចរន្តអគ្គិសនីហើយក៏លាន់សូផ្ទុះទាំងតែម្ដងជុំវិញទៅនឹងរឿងហេតុខាងលើនេះអភិបាលក្រុងបាទបាងកកបានធ្វើការសន្និដ្ឋានថាអគ្គិភ័យនេះគឺបណ្ដាលមកពីការផ្ទុះសេខ្សែភ្លើងបាទព្រោះគេឃើញមានភ្លើងនោះគឺចេញពីប្រអប់ discounter អញ្ចឹងអាចនឹងមានការផ្ទុះសេមែនបងប្អូនគ្នាបាទអភិបាលក្រុងបានបន្តទៀតថាអណ្ដាតភ្លើងរីករាលដាលយ៉ាងលឿនទៅលើសម្ភារៈតុបតែងបាទជាពិសេសទៅលើពីដានហាងតែម្ដងហើយក៏ពុលបាទមានថាពុលផ្សែងខ្លាំងពេកទៅពុលបាទដែលភាយចេញទៅជាចំហាយនៃការឆាប់ឆេះកាន់តែខ្លាំងតែម្ដងជាពិសេសគឺធ្វើឲ្យជនរងគ្រោះជាច្រើនកំពុងតែរងគ្រោះថ្នាក់អ្នកខ្លះក៏បាត់បង់ជីវិតអ្នកខ្លះទ្រាំបានក៏ក្រុមសង្គ្រោះជួយទាន់ទៅមកទល់នៅពេលនេះក្រុមសង្គ្រោះកំពុងតែបន្តធ្វើប្រតិបត្តិការស្វែងរកអ្នកដែលបាត់ខ្លួនចំណែកការស៊ើបអង្កេតបន្ថែមទៀតកំពុងតែធ្វើឡើងអញ្ចឹងពាក់ព័ន្ធទៅនឹងរឿងហេតុបាទគ្រាន់តែជាការសន្តិមត់ពាក់ព័ន្ធទៅនឹងការដែលផ្ទុះខ្សែភ្លើងតែប៉ុណ្ណោះចំពោះរឿងហេតុនៅពីក្រោយខ្នងយើងក៏មិនទាន់ដឹងដូចគ្នាបងប្អូនគ្នាយើងឃើញថាមួយរយៈពេលនេះបាទប្រទេសថៃជួបនៅបញ្ហាផ្ទួនមែនទែនបាទមានរឿងរ៉ាវមិនចេះចប់ហើយបើយើងនិយាយអំពីគ្រោះមហន្តរាយពាក់ព័ន្ធទៅនឹងបើអាកាសធាតុវិញណាបាទថៃជួបច្រើនមែនទែនហើយក្រមភាគខាងលិចរបស់ថៃនោះក៏ត្រៀមបដិខ្លួនទៅទៀតបំផ្ទុះក្របបែកស្ទើរតែរាល់ថ្ងៃមកទល់នៅពេលនេះប្រជាជនរបស់ថៃកំពុងតែធ្វើការតវ៉ាយ៉ាងខ្លាំងតវ៉ាឲ្យនាយករដ្ឋមន្ត្រីលោកអនុទានគួរតែចុះចេញពីតំណែងទៅមូលហេតុប្រជាជនទាំងនោះលើកឡើងថាតាំងពីអនុទានឡើងធ្វើជានាយករដ្ឋមន្ត្រីបាទឡើងមកគឺផ្ដាច់ទំនាក់ទំនងជាមួយនឹងកម្ពុជាពិបាករកស៊ីហើយប្រទេសជាតិមានចំនួនមិនចេះចប់រហូតដល់មានអ្នកខ្លះលើកឡើងថាអនុទានឡើងធ្វើជានាយករដ្ឋមន្ត្រីនេះគឺចង្រៃប្រទេសថៃតែម្ដងបាទអាហ្នឹងដឹងធ្វើម៉េចហើយបើយើងនិយាយអំពីការទូតឆាកនៅពិសាការទូតវិញណាថាអនុទានគឺ0តែម្ដងឥឡូវដូចក្មេងទៅនឹងធំអញ្ចឹងហើយលក្ខណៈថាដូចអត់ដែរបានស្គាល់អីចឹងណាបាទដែរបានស្គាល់កន្លែងទំនើបកន្លែងធំហើយជួបអ្នកធំអ្នកមុខអ្នកកាយចឹងទៅអើយក៏ទៅតសើអនុទានមែនតើឥឡូវនេះប្រជាជនថៃគឺបាតកម្មគូសំដែរពាក់ព័ន្ធទៅនឹងលោកអនុទានអូខេសម្រាប់ព័ត៌មានយើងបញ្ចប់តែប៉ុណ្្នឹងហើយយើងបាទនឹងតាមដានព្រឹត្តិការណ៍ព័ត៌មានអាប់ដេតជាបន្តទៀតបើសិនជាមានការអាប់ដេតថ្មីជាបន្តគណៈពេលនេះខ្ញុំបានសូមគោរពនិងជម្រាបលា